រាត្រីដ៏ត្រជាក់ស្រែបបានគ្របដណ្ដប់លើភូមិអរញ្ញវាស័យដែលជាភូមិដាច់ស្រយាលមួយស្ថិតនៅគៀកនឹងជើងភ្នំខ្មៃសំឡេងខ្យល់បក់កាប់បានឈើងាប់នៅតាមដងផ្លូវលំលាន់លឺសូរដូចជាសម្រែកធ្ងររបស់វិញ្ញាណដែលជាប់ឃុំក្នុងភពងងឹតអស់កលដ៏យូរលង់វិជាបន្តដំណើរយឺតតាមផ្លូវដែលពោពេញដោយធូលីដីនិងស្លឹកឈើស្ងួតស្បែកជើងរបស់គេជន់លើម៉ែឈើបាក់លឺសូប្រេសរកជំហានដែលគេបោះទៅមុខហាក់ដូចជាកំពុងដាបព្រលឹងដែលកំពុងដេកលើកឲ្យភ្ញាក់ឡើងពីដំណេកដ៏សែនវែងឆ្ងាយ10ឆ្នាំហើយដែលគេបានចាក់ចេញពីទីនេះទៅរស់នៅទីក្រុងប៉ុន្តែការត្រឡប់មកវិញលើកនេះមិនមែនមកដើម្បីលំហែកាយឡើយសម្បត្តិចុងក្រោយរបស់លោកតាដែលផ្ញើទៅគេកាលពីខែមុនមានខ្លឹមសារប្លែកៗនិងមានប្រផ្នូលមិនល្អតទេសោះដែលធ្វើឲ្យគេមិនអាចបង្អង់យល់បានឡើយភូមិដែលធ្លាប់តែមានភាពអ៊ូអរនិងសម្លេងសើចក្អាយរបស់ក្មេងៗកាលពីគេនៅតូចពេលនេះបានប្រែមកជាស្ងប់ស្ងាត់ចងំហាក់ដូចជាភូមិខ្មោចលងដែលគ្មានមនុស្សរស់នៅផ្ទះនេះមួយបិទទ្វារជិតឈឹងគ្មានពន្លឺភ្លើងសូម្បីតែបន្តិចបើទោះបីជាទើបតែវេលាប្រលប់ក៏ដោយក្លិនធូបខ្សោយអណ្ដែតតាមខ្យល់មកប៉ះច្រមុះធ្វើឲ្យវិជាមានអារម្មណ៍រងាស្រាប់ដល់ជើងខ្នងនៅពេលគេដើរមកដល់មុខផ្ទះឈើចាក់មួយខ្នងដែលជាផ្ទះរបស់លោកតាស្រាប់តែគេឃើញស្រមោលខ្មោចស្រពិតស្រពិលមួយអង្គុយនៅក្រោមដើមពោធិ៍ធំក្បែររបងផ្ទះវិជាបង្អង់ជំហានរួចសម្លឹងមើលទៅស្រមោលនោះដែលភាពងឿងឆ្ងល់និងភ័យព្រួយបន្តិចបន្តួចវាគឺជាបុរសចំណាស់ម្នាក់ដែលមានសក់សវែងអន្លៃដល់ស្មានិងស្លៀកពាក់សម្លៀកបំពាក់រហ័សរហួយចាស់ក្រុងភ្នែករបស់គាត់ក្រហមឆ្អៅដូចជាក្របអង្កាមដែលទ្រុឌភ្លើងហើយគាត់កំពុងសម្លឹងមើលមកវិជាដែលមិនភ្លេចភ្នែកឡើយកូនប្រុសឯងមិនគួរត្រឡប់មកវិញនៅពេលនេះទេសម្លេងស្អករបស់បុរសចំណាស់នោះបន្លឺឡើងយឺតធ្វើឲ្យបរិយាកាសកាន់តែតានតឹងឡើងមួយកម្រិតទៀតវិជាព្យាយាមសម្រួលអារម្មណ៍ដែលកំពុងភ័យអររួចសួរទៅវិញដោយគៀបសមរម្យតើលោកតាជាអ្នកណាហើយហេតុអ្វីបានជាភូមិនេះប្រែជាស្ងប់ស្ងាត់គួរឲ្យខ្លាចបែបនេះបុរសចំណាស់នោះមិនឆ្លើយសំណួររបស់គេទេប៉ុន្តែគាត់បែរជាលើកដៃញ័រចង់អុលទៅកាន់ជើងធ្នំខ្មៅដែលមានអបប្រភេទក្រាត់ខ្មឹកគ្រប់រំដប់ជានិច្ចមិនថាពេលយប់ឬថ្ងៃពួកវាមិនមែនជាមនុស្សទេពួកវាបានត្រឡប់មកវិញហើយឈាមតែបុព្វបុរសឯងបានចម្ពាក់កំពុងតែទាមទារការសំវិញគ្រាន់តែនិយាយចប់ស្រមោលបុរសចំណាស់នោះក៏ស្រាប់តែរលាបាត់ទៅក្នុងភាពងងឹតសូន្យឈឹងនៅសល់តែភាពស្ងប់ស្ងាត់ដ៏គួរឲ្យរន្ធត់ចិត្តបំផុតវិជាឈរថ្មឹងមួយសន្ទុះបេះដូងលុតញាប់ខុសធម្មតាដោយចង់ធ្លាចេញមកក្រៅគេសម្រេចចិត្តរុញទ្វាររបងឈើដែលច្រេះស៊ីប្រេះបែកចូលទៅក្នុងបរិវេណផ្ទះសម្លេងទ្វាររបងបែវគ្រឹតបន្លឺឡើងកាត់ភាពស្ងាត់ជ្រងំនៃរាត្រីនៅក្នុងផ្ទះពោពេញតែធូលីដីក្រាស់និងមុងកងខ្វាត់ខ្វែងរូបថតគ្រួសារដែលភ្ជាប់លើចិញ្ចើមឈើហាក់ដូចជាកំពុងសម្លឹងមើលមកគេដោយភាពអាណិតអាសូរយ៉ាងខ្លាំងវិជាឧទ្យានមួយដើមដែលគេរើបាននៅលើទូកដើម្បីបំភ្លៀមេទុកប៉ុន្តែបន្លឺទៀនអត់ទុយនោះបែរជាជះស្រមោលចម្លែកទៅលើចិញ្ចើមផ្ទះមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ភ្លាមនោះគេឮសំឡេងជើងដើរខ្វិចនៅលើជាន់ខាងលើនៃផ្ទះវិជាកាន់ទៀនដើរឡើងតាមទាំងយ៉ាឈើយឺតដោយភាពប្រុងប្រយ័ត្នគ្រប់ជំហានដែលគេបោះទៅលើកម្រាលឈើចាស់សុទ្ធតែនាំមុខនូវភាពតានតឹងស្ទើរតែដកដង្ហើមមិនរួចនៅពេលគេដើរទៅដល់មុខបន្ទប់ដេករបស់លោកតាគេឃើញទ្វារបន្ទប់នោះចាស់ហកតិចវិជាលោកដៃរុញទ្វារនោះយឺតឲ្យបើកធំប៉ុន្តែអ្វីដែលគេបានឃើញនៅក្នុងបន្ទប់នោះមិនមែនជាលោកតារបស់គេឡើយវាជាសត្វចម្លែកមួយយ៉ាងដែលមានរូបរាងដូចមនុស្សប៉ុន្តែស្បែករបស់វាខ្មៅរលៀងនិងមានដៃជើងវែងខុសពីធម្មជាតិវាកំពុងអង្គុយចងហោនៅលើគ្រែឈើចាស់ហើយក្នុងដៃរបស់វាមានខណ្ឌសម្បត្តិដែលវិជាបានទទួលពីលោកតានៅពេលវាបែរមកសម្លឹងមើលវិជាគេឃើញវត្តរបស់វាពោពេញដោយឈាមស្រស់និងធ្មេញស្រួចតែគួរឲ្យរអើមខាងណាស់នេះមិនមែនជាមនុស្សទេវាជាមនុស្សដែលបុរសចំណាស់បានប្រាប់គេមែនវាជាចង់រត់ចេញពីទីនោះប៉ុន្តែជើងរបស់គេហាក់ដូចជាជាប់ចំណងមន្តអាគមមិនអាចកម្រើកបានសំបីតែបន្តិចមនុស្សនោះចាប់ដើមវាមករកគេយឺតនៅលើកម្រាលឈើទាំងបញ្ចេញសម្លេងក្រហមទឹកជូតក្នុងបំពង់កភ្នែករបស់វាចាំងភ្លេចបោះខៀវក្នុងភាពងងឹតហាក់ដូចជាកំពុងត្រេកអរនឹងចំណេញថ្មីដែលទើបតែធ្វើដំណើរមកដល់រាត្រីដំបូងនៃការត្រឡប់មកភូមិកំណើតវិញរបស់វិជាបានប្រែទៅជាសុបនក្រកដែលគេមិនអាចដាក់ខ្លួនឯងឲ្យភ្ញាក់បានឡើយគិតសញ្ញាឈាមកាលពីអតីតកាលកំពុងតែចាប់ផ្ដើមបញ្ហារូបរាងពិតរបស់វាហើយរូបរាងពិតរបស់អមនុស្សនោះកាន់តែលាតឡើងច្បាស់ឈួងភ្នែករបស់វិជាខណៈដែលវាខិតមកជិតនៅលើគំរាវឈើដែលបន្លឺសំឡេងក្រឹតតាមជំហានយឺតរបស់វាសំឡេងក្រចកមុតស្រួចកោលើផ្ទៃឈើចាស់ធ្វើឲ្យឆ្អឹងខ្នងរបស់គេត្រជាក់ស្រេកភ្លាមភ្នែកពណ៌ខៀវធ្លុះធ្លារបស់អមនុស្សនោះសម្លឹងចំមកកាន់បេះដូងរបស់គេហាក់ដូចជាវាអាចមើលធ្លុះដល់ភាពភ័យខ្លាចដែលកំពុងពុកកញ្ជ្រួលខាងក្នុងទ្រូងវិជាព្យាយាមស្រែករកជំនួយប៉ុន្តែបំពង់ករបស់គេបែរជាស្លួតហួតហែងគ្មានសំបីតែខ្យល់ចេញក្រៅសំបីតែដង្ហើមចិញ្ចូលក៏ហាក់ដូចជាត្រូវបានអំណាចងងឹតមួយនេះគ្រប់គ្រងទាំងស្រុងនៅក្នុងចិត្តរបស់គេវិជាបានត្រឹមតែសួរខ្លួនឯងទាំងភាពស្រងាត់ចិត្តថាតើកិច្ចសន្យាឈាមដ៏អត្ថាកំបាំងអ្វីទៅដែលរូបគេត្រូវមកទទួលខុសត្រូវទាំងដែលមិនដឹងខ្លួនបែបនេះរំពេចនោះកំដៅអ៊ុនអាចេញពីខ្សែដៃអំបោះក្រហមដែលលោកតាបានចងឲ្យតាំងពីក្មេងចាប់ផ្ដើមភៀចេញមកយ៉ាងចម្លែកពន្លឺពណ៌មាសស្រអាប់មួយបានចាំងចេញពីខ្សែអំបោះនោះបន្តិចម្ដង
ធ្វើឲ្យអមនុស្សដែលកំពុងវាមករកគេនោះស្រាប់តែជប់ងក់ក្រុងភាពតក់ស្លុតវារមូលខ្លួនដោយការឈឺចាប់និងបញ្ចេញសំឡេងស្រែកធ្ងរយ៉ាងគ្រលួចដែលមិនមែនជាសំឡេងមនុស្សឬសត្វលោកឡើយវាដូចជាសំឡេងខ្យល់បក់កាត់រុនថ្មភ្នំកម្លាំងចំណងមុនអាគមដែលចងជើងវិជាឲ្យជាប់នឹងកម្រាលឈើក៏ស្រាប់តែរលាបាត់ទៅវិញភ្លាមវិជាដកដង្ហើមធំយកខ្យល់អុកស៊ីសែនចូលសួតមុននឹងប្រាយកម្លាំងចុងក្រោយលោតចេញពីចំណិតនោះហើយរត់សម្ដៅទៅរកមាត់ទ្វារផ្ទះយ៉ាងត្រហេបត្រហាប់បំផុតទោះជាយ៉ាងណាទ្វារឈើដែលធ្លាប់តែបើកចំហរងចាំទទួលរូបគេបែរជាបិទជិតឈឹងហាក់ដូចជាមានកម្លាំងមហិមារងទុកពីខាងក្រៅយ៉ាងណែនវិជាព្យាយាមទាញដៃទ្វារយ៉ាងណាក៏មិនរបើកនៅពីក្រោយខ្នងរបស់គេសំឡេងក្រហមដ៏គួរឲ្យខ្លាចនោះបានត្រឡប់មកវិញម្ដងទៀតខ្លាំងជាងមុននិងកាន់តែគៀកជាងមុនលើកនេះអមនុស្សនោះមិនត្រឹមតែវាប៉ុណ្ណោះទេតែរូបរាងរបស់វាចាប់ផ្ដើមផ្លាស់ប្ដូររីកមាឌឲ្យកាន់តែធំនិងខ្ពស់ជាងមុនរហូតក្បាលវាជិតបាននឹងដំបូលផ្ទះចាស់នេះទៅហើយវិជាអ្នកបានត្រឡប់មកវិញហើយអ្នកមិនអាចគេចផុតពីវាបានទេសំឡេងខ្សឹបដ៏រងំចិនពីមាត់អមនុស្សនោះបន្លឺឡើងក្នុងត្រចៀករបស់គេផ្ទាល់ទោះបីជាវានៅឆ្ងាយពីគេក៏ដោយវិជាផ្អែកខ្នងនឹងទ្វារដែលជាប់សោទាំងញើសហូរស្រួយខ្លួនដូចទឹកភ្លៀងគេចាប់ដើមនឹកឃើញនៅពាក្យសម្ដីចុងក្រោយរបស់លោកតាកាលពី10ឆ្នាំមុនដែលធ្លាប់បានផ្ដាំគេថាគុំត្រឡប់មកភូមិវិញឲ្យសោះបើកិច្ចសន្យាមិនទាន់ត្រូវបានបញ្ចប់ដល់ឈាមកាលនោះគេនៅក្មេងពេកមិនយល់ពីអត្ថន័យនៃពាក្យសម្ដីអថាកំបាំងតែនោះឡើយប៉ុន្តែពេលនេះអ្វីបានបង្ហាញរូបរាងពិតប្រាកដនៅចំពោះមុខហើយវាជាបំណុលឈាមដែលដូនតារបស់គេបានចំបាក់ទុកជាមួយព្រលឹងខ្មាំងងងឹតហើយឥឡូវនេះវាដល់ពេលដែលត្រូវសងវិញដោយជីវិតរបស់គេដែលជាអ្នកបន្តវេនអមនុស្សនោះចាប់តាមលើកដៃដែលវិញខុសពីធម្មតាសម្រាប់រូបកលរបស់វិជាកញ្ចក់របស់វាខ្មាំងងងឹតនិងមានក្លិនស្រួយលលួយដោយសារស័ព្ទដែលគេទុកចោលជាច្រើនខែនៅពេលដែលជុំក្រចកស្វិតរបស់វាហៀបនឹងប៉ានឹងស្បែកករបស់គេស្រាប់តែមានសំឡេងកូតទ្វារយ៉ាងខ្លាំងពីខាងក្រៅវិជាបើកទ្វារឲ្យលឿនកុំស្ដាប់សំឡេងវាអីផ្ដោតអារម្មណ៍លើពលឺសំឡេងនោះគឺជារបស់ប្រុសចំណាស់ដែលគេបានជួបនៅតាមផ្លូវជួបភូមិកាពីល្ងាចមីងដោយក្តីសង្ឃឹមចុងក្រោយដែលមានវិជាបានប្រមូលកម្លាំងមហិមាទាំងអស់រុញទ្វារទៅមុខយ៉ាងខ្លាំងខណៈដែលដៃខ្មៅរបស់អមនុស្សនោះស្ទើរតែបាត់នឹងស្បែករបស់គេទៅហើយទ្វារបានរបើកឡើងភ្លាមហើយពលឺពណ៌លឿងទុំពីចង្កៀងប្រេងកាត់របស់ប្រុសចំណាស់បានចាំងជួលនៅក្នុងផ្ទះធ្វើឲ្យអមនុស្សមិនសូវខ្លាំងហើយរ៉ាថយទៅក្នុងភាពងងឹតត្រូវនៅក្នុងផ្ទះវិញភ្លាមប្រុសចំណាស់បានលុកដៃចាប់ទាញដៃវិជាឲ្យចេញមកក្នុងផ្ទះយ៉ាងលឿនហើយបិទទ្វារផ្ទះគ្របរួចស៊ូតមុនអ្វីយ៉ាងសឹបប្រញាប់ឡើងវាមិនទាន់ចប់នៅឡើយទេរាត្រីនេះទើបតែចាប់ដើមប៉ុណ្ណោះពួកយើងត្រូវចាក់ចេញពីទីនេះសិនប្រុសចំណាស់មានប្រសាសន៍ទាំងដកដង្ហើមនឹងហក់វិជាសម្លឹងមើលទៅក្នុងផ្ទះវិញតាមប្រហោងទូចមួយនេះទ្វារគេឃើញភ្នែកពណ៌ខៀវភ្លៀកនោះនៅតែតាមសម្លឹងគេដោយការគុំគួនពីក្នុងភាពងងឹតស្លុបក្នុងចិត្តរបស់គេពោពេញដោយសំណួររាប់លានដែលមានចម្លើយតើអមនុស្សលបជាងណាឲ្យប្រកាសហើយហេតុអ្វីបានជាគ្រួសាររបស់គេពាក់ព័ន្ធនឹងកិច្ចសន្យាដកខ្មៅងងឹតដោយសារហៅបែបនេះផ្លូវដើរដែលពោពេញដោយអបទិចាក់នឹងចំពោះមុខហាក់ដូចជាមានវែងឆ្ងាយគ្មានទីបញ្ចប់ហើយវិជាដឹងយ៉ាងច្បាស់ក្នុងចិត្តថាចាប់ពីវិនាទីនេះតទៅជីវិតរបស់គេនឹងមិនអាចត្រឡប់ទៅរកភាពស្ងប់សុខដូចដើមវិញបានឡើយដរាបណាអថាកម្បាំងនេះអមនុស្សនេះមិនត្រូវបានលាតត្រដាងឲ្យដឹងកោពេតវិជាបោះជំហានដកថយពីទ្វារនោះយឺតខណៈដែលអារម្មណ៍ត្រជាក់ស្រេបនៅតែបន្តលុកលុយឆ្អឹងខ្នងរបស់គេភ្នែកពណ៌ខៀវភ្លីមភ្លែកនោះហាក់ដូចជាដកជាប់ក្នុងខួរក្បាលមិនថាគេខំប្រឹងបំភ្លេចយ៉ាងណាក៏ដោយគេដើរកាត់តាមច្រករបៀងដ៏វែងដែលពោពេញដោយអបត្រជាក់លុះត្រាតែមកដល់បន្ទប់សិក្សាចាស់របស់លោកតាដែលជាកន្លែងតែមួយគត់ដែលគេសង្ឃឹមថានឹងអាចរកឃើញចម្លើយបន្ទប់នេះមានក្លិនក្រដាសចាស់និងធូលីដីដុសកគេកកាយប៉ុន្តែវាបង្កប់នៅអត្ថកម្បាំងដែលគ្រួសារគេបានលឹកបាំងជាច្រើនចំនួនមកហើយវិជាចាប់ផ្ដើមរុករយៈតាំងពីលើតុរហូតដល់ទូសៀវភៅធំប៉ុន្តែគ្មានអ្វីដែលចម្លែកនោះទេសំឡេងខ្យល់បក់បួកនៅខាងក្រៅផ្ទះបន្លឺឡើងដូចជាសំឡេងយំសោកនៃវិញ្ញាណដែលមិនអាចទៅចាប់ជាតិបានធ្វើឲ្យបរិយាកាសកាន់តែគួរឲ្យខ្លាចខ្លាំងឡើងរំពេចនោះគេនឹកឃើញដល់ពាក្យបណ្ដាំចុងក្រោយរបស់ឪពុកគេថាកុំឲ្យពន្លឺរលត់ឲ្យសោះនៅពេលដែលស្រមោលចាប់ដើមនិយាយវិជាសម្លឹងមើលទៅកម្រាលឈើនៅក្រោមទូធ្វើការគេឃើញមានស្នាមឆ្កួតបន្តិចបន្តួចដែលខុសប្លែកពីកន្លែងផ្សេងដោយមិនបងអងយូគេក៏ខំប្រឹងកោះបន្ទះឈើនោះចេញហើយក៏ប្រទះឃើញប្រអប់ឈើខ្មៅតូចមួយដែលមានឆ្លាក់រូបសត្វចម្លែកមានភ្នែកតែម្ខាងនៅក្នុងប្រអប់នោះមានក្រដាសស្បែកសត្វចាស់មួយសន្លឹកដែលសរសេរដោយទឹកខ្មៅពណ៌ក្រហមក្រមៅហាក់ដូចជាឈាមដែលស្ងួតយូរណាស់មកហើយក្លិនឆ្អាបតិចតិចភាយចេញពីក្រដាសនោះធ្វើឲ្យវិជាមានអារម្មណ៍ចង់អោប៉ុន្តែការចង់ដឹងការពិតមានកម្លាំងខ្លាំងជាងការភ័យខ្លាចដែលកំពុងគ្របដណ្ដប់អក្សរក្នុងនោះសរសេរថាកិច្ចសន្យានៃឈាមនឹងត្រូវបញ្ចប់លុះត្រាតែព្រលឹងចុងក្រោយនៃត្រកូលនេះត្រូវបានប្រគល់ឲ្យទៅម្ចាស់នៃភាពងងឹតរាល់30ឆ្នាំម្ដងអមនុស្សនឹងត្រឡប់មកទាកបំដុលដែលដូនតាបានជំពះជាធ្នូនឹងអំណាចនិងទ្រព្យសម្បត្តិដ៏មហាសាលវិជាមានអារម្មណ៍ថាដង្ហើមរបស់គេចាប់ផ្ដើមថប់ហើយបេះដូងលុតញាប់ដូចជាចង់ផ្ទុះចេញពីទ្រូងគេទើបតែដឹងថារាល់ភាពជោគជ័យនិងទ្រព្យសម្បត្តិស្ទុកស្ទុំដែលគ្រួសារគេមានកន្លងមកមិនមែនបានមកដោយការខិតខំប្រឹងប្រែងទាំងស្រុងនោះទេប៉ុន្តែគឺបានមកពីការលុកព្រលឹងសមាជិកគ្រួសារទៅឲ្យអមនុស្សនោះហើយអ្វីដែលរន្ធត់បង្ខុតនោះគឺឥឡូវនេះវេលា30ឆ្នាំបានមកដល់ម្ដងទៀតដែលមានន័យថាគោលដៅបន្ទាប់របស់វាគឺរូបគេផ្ទាល់ដែលជាអ្នកបន្តវេនចុងក្រោយខណៈដែលគេកំពុងផ្ដោតអារម្មណ៍ទៅលើអត្ថបទនោះស្រាប់តែមានខ្យល់ត្រជាក់មួយបកមកយ៉ាងខ្លាំងតាក់តាមបង្វឹកដែលបិទជិតធ្វើឲ្យទៀនដែលបំភ្លឺក្នុងបន្ទប់រលត់នឹងងឹតស្លុកនឹងមួយបាប់ព្រៀបភ្នែកវិជាឈរស្ងៀមមិនហ៊ានកម្រិតខ្លួនសូម្បីតែដង្ហើមក៏គេមិនហ៊ានដកខ្លាំងដែរ
ក្នុងភាពងងឹតស៊ុនស៊ុងនោះគេលើស៊ូសំឡេងខ្នោតិចតិចចេញពីជុំបន្ទប់ដែលងងឹតបំផុតឯងរកវាឃើញហើយមែនទេសំឡេងក្រឡដែលមិនមែនជាសំឡេងមនុស្សបន្លឺឡើងពីក្រោយខ្នងរកគេយ៉ាងជិតបំផុតវិជាមានអារម្មណ៍ថាមានក្រចាក់ស្រួយៗត្រជាក់ដូចទឹកកកកំពុងប៉ាក់អឹងអៅកញ្ចឹងករកគេយឺតក្នុងចិត្តគេដឹងច្បាស់ថាអាថាកំបាំងដែលគេទើបតែដឹងគឺជាការចាប់ផ្ដើមនៃសុពិនអាក្រក់ដែលពិតប្រាកដនឹងសាហាវខុសខៅបំផុតគេត្រូវតែរកវិធីបំបែកកិច្ចសន្យានេះឲ្យបានមុនពេលដែលព្រលឹងរបស់គេត្រូវបាត់បង់ជារៀងរហូតនៅក្នុងកណ្ដាប់ដៃរបស់អមនុស្សប៉ុន្តែត្រូវធ្វើរកមិនដេចបើដៃគូកិច្ចសន្យានោះគឺជាអ្វីមួយដែលមិនមែនជាមនុស្សហើយមានអំណាចលើពីការស្មានរបស់គេទៅទៀតនោះរូបភាពនៃភ្នែកបោខៀវនោះបានលេចឡើងក្នុងភាពងងឹតម្ដងទៀតហាក់ដូចជាវាកំពុងសើចចំអកអវាសនាដែលជិតមុខដងរបស់គេវិជាក្តាប់ដៃយ៉ាងណែនគេដឹងថាការតស៊ូទល់នឹងព្រលឹងពិសាតែស្រីឃ្លាននេះទើបតែចាប់ដើមឡើងតែប៉ុណ្ណោះគេត្រូវតែមានជីវិតរស់នៅដើម្បីលុបលាងបាបកម្មដែលដូនតាបានសាងមកគេត្រូវតែមានជីវិតរស់នៅដើម្បីលុបលាងបាបកម្មដែលដូនតាបានសាងមកពន្លឺព្រះច័ន្ទរាត្រីនោះហាក់ដូចជាស្លេកស្លាំងនិងត្រជាក់ស្រេបជាងសោកម្ដងខណៈដែលវិជាដើរសំដៅទៅកាន់បន្ទប់ក្រោមដីនៃផ្ទះឈើចាស់បុរាណរបស់គេដែលជាកន្លែងផ្ទុកនៅអាថាកំបាំងរាប់សតវត្សនៃត្រកូលរបស់ខ្លួនក្លិនក្រអូបប្រហារនៃធូបដែលសេះសល់ពីការសែនព្រេនកាលពីល្ងាចនៅតែអណ្ដែតអណ្ដូងនៅក្នុងខ្យល់ដែលស្ងប់ស្ងាត់ប៉ុន្តែវាបែរជាផ្ដល់នូវអារម្មណ៍ព្រឺព្រួចនិងតានតឹងទៅវិញវិជាលោកដៃដែលញ័រទៅត្រឹកទៅបោកហឹបឈើខ្មៅមួយដែលដូនតាគេបានហាមដាច់ខាតមិនអោយអ្នកណាម្នាក់ប៉ះពាល់ជារៀងរហូតមកនៅពេលគម្របហឹបរបស់ក្លាន់ផ្សាយពណ៌ប្រផេះស្រាលបានភាយចេញមកនាំមកនៅរូបភាពស្របីស្រពើលនៃអតីតកាលដ៏ខ្មៅងងឹតដែលបានចាក់ស្រេះក្នុងសរសៃឈាមរបស់គេនៅក្នុងហឹបដ៏ចាស់ជរានោះមានសៀវភៅស្លឹករឹតមួយក្បាលដែលចងជាប់ដោយខ្សែចំណងពណ៌ក្រហមដូចឈាមស្រក់វិជាដកដង្ហើមធំរួចក៏ចាប់ផ្ដើមបើកមើលទំព័រនីមួយៗដោយយកចិត្តទុកដាក់បន្តអក្សរដែលចារលើស្លឹករឹតនោះមិនមែនជាអក្សរធម្មតាទេប៉ុន្តែវាជាអក្សរមុនអាគមបុរាណដែលក៏មានអ្នកណាយល់ណាស់ក្នុងសម័យកាលនេះទោះជាយ៉ាងណាដោយសារឈាមជួរជាអ្នកបន្តវេនពីម្ចាស់កិច្ចសន្យាវិជាហាក់ដូចជាអាចមើលធ្លក់នៅអត្ថន័យទាំងនោះដោយមិនបាច់ប្រឹងអត្ថបទបានរៀបរាប់យ៉ាងលម្អិតអំពីកិច្ចសន្យាឈាមដូរវាសនាដែលលោកតាទួតរបស់គេបានធ្វើឡើងជាមួយអមនុស្សភ្នាក់ខៀវដើម្បីដោះដូរយកនៅអំណាចបារមីនិងទ្រព្យសម្បត្តិមហាសាលសម្រាប់ត្រកូលទាំងមូលឲ្យងើបចេញពីភាពក្រីក្រប៉ុន្តែតម្លៃដែលត្រូវបង់ត្រឡប់ទៅវិញគឺប្រលឹងនៃកូនចៅប្រុសគ្រប់ចំនួនដែលត្រូវក្លាយជាចំណីនិងជាអ្នកបម្រើរបស់វារៀងរហូតភ្លាមនោះខ្យល់បក់យ៉ាងខ្លាំងបកទ្វារបន្ទប់ឲ្យរបើកខ្ទាតចេញពីឃាឬសូរចម្រៀងស្រមោលខ្មៅងងឹតមួយបានលេចឡើងនៅជ្រុងបន្ទប់ដែលងងឹតពន់ផុតនិងភ្នែកពណ៌ខៀវដែលវិជាក្លាប់ឃើញក្នុងសុបភិនក៏ចាប់ផ្ដើមបញ្ចេញពន្លឺចែងចាំងកាន់តែខ្លាំងឡើងហាក់ដូចជាវាកំពុងតាមដានរកសកម្មភាពរបស់គេសំឡេងសៅក្រលក់ដែលចេញពីមាត់ដែលមើលមិនឃើញប៉ុន្តែមានអំណាចញាប់ញ័របានបន្លឺឡើងពេញបន្ទប់ឯងគិតថាឯងអាចដោះខ្លួនបានយ៉ាងងាយស្រួលមែនទេជារបស់ឯងជារបស់យើងកិច្ចសន្យានេះត្រូវបានចារឹកទុនព្រលឹងរបស់ឯងតាំងពីឯងមិនទាន់កើតមកម្លេះវិជាព្យាយាមមិនតបតនឹងការគំរាមកំហែងនោះទេគេខំផ្ដោតអាវ៉ាំអានដល់ទំព័រចុងក្រោយនៃស្លឹករឹតដែលហៀបនឹងរហែកនៅទីនោះមានការរៀបរាប់អំពីរូងភ្នំវិញ្ញាណសដែលស្ថិតនៅភាគខាងជើងដាច់ស្រយាលជាកន្លែងដែលដូនតាគេបានធ្វើពិធីបូជាដំបូងបំផុតវាជាកន្លែងតែមួយគត់ដែលអាចបដិចំណងអថាកំបាំងនេះបានប្រសិនបើគេអាចរកឃើញត្បូងកាត់កម្មដែលត្រូវបានលុបទុកយ៉ាងជិតបំផុតនៅទីនោះវិជាដែលឆ្អឹងចិត្តថាទំនាក់នេះនឹងពោពេញដោយជ្រុលថ្នាក់ដំណាក់ឯស្វានដាលព្រោះអមនុស្សនោះមិនបំផាយឲ្យគេទៅដល់ទីនោះដើម្បីបំផ្លាញចំណងមុនឲ្យគម្រងវាឡើយភាពត្រជាក់ដែលមិនមានជាធម្មជាតិបានឡងគាត់ជំវិញខ្លួនវិជាកាន់តែខាងរហូតដល់គេមានអារម្មណ៍ថាដង្ហើមគេចាប់ដៃជាផ្សែងបាបត្រជាក់គេក្តាប់សិភៅសើតមួយចាប់នឹងជុំយ៉ាងណែនរួចងើបឈរឡើងដោយពីមួយបំផុតដែលគេមិនធ្លាប់មានពីមុននោះខ្ញុំនឹងមិនអោយឯងត្រួតត្រាលើជីវិតនិងព្រលឹងរបស់ខ្ញុំឬអ្នកចំនួនក្រោយទៀតឡើយវិជាស្រែកឡើងដោយសម្លេងកាចចង្ការឆ្ពោះទៅកាន់ភាពងឹតស្រមោលខ្មៅងឹតអូក្រឡៃបាត់ទៅវិញក្នុងអាកាសប៉ុន្តែការសម្លឹងមើលទៅគួរឲ្យខ្លាចនោះតែស្ថិតក្នុងអារម្មណ៍របស់គេជានិច្ចហាក់ដូចជាវាគ្រាន់តែខៃក្រោយដើម្បីរងចាំឱកាសល្អតែប៉ុណ្ណោះមេជាភ្លឺហើយពលឺពណ៌មាសស្រួយចាប់ដាំលេខឡើងនៃជ្រុងមេវាជាចាប់ដាំរៀបចំសម្ភារៈចាំបាច់មួយចំនួនយ៉ាងប្រញាប់ប្រញាល់រួមនឹងកាំបាច់ស្នៀតបុរាណដែលចាប់មុនអាគមសម្រាប់ការពារខ្លួននិងផែនទីដែលគេបានគូតាមការពារពលហែនសម្ពោធស្លឹករឹតគេដឹងច្បាស់ថាចាប់ពីពេលនេះទៅជីវិតសុខសាន្តជាមនុស្សធម្មតារបស់គេត្រូវបានឆាពណ៌និងផ្លូវដែលគេត្រូវដើរគឺជាផ្លូវរវាងរោមនិងស្លាប់ដែលគ្មានផ្លូវត្រឡប់ក្រោយវិជាបានបោះជំហៀងចេញពីផ្ទះនោះដែលមិនងាយក្រោយសូមទៅមានទឹកផែនដីដែលគេជន់ហាក់ដូចជាងរំពយខណៈដែលធម្មជាតិជំនាញខ្លួនប្រែជាស្ងួតក៏ធម្មតាហាក់ដូចជាកំពុងកាន់ទុកនឹងអ្នកដែលហ៊ុនប្រមោះនឹងអនុទុកបាក់នេះវិជាដកដង្ហើមពេញក្រឡេកមើលទៅទីខាងជើងដែលពោពេញដោយអបក្រាស់មើលរួចក៏ចាប់ផ្ដើមដំណើរស្វែងរកសេរីភាពនៃព្រលឹងរបស់ខ្លួនតាំងពីសង្គមនិងការតាំងចិត្តដែលមុតមុំបាក់ទុំជីវិតនោះវិជាបានបោះជំហានចូលទៅក្នុងសមុទ្រអបដ៏ត្រជាក់ស្រេបដែលនៅពីមុខគេខណៈដែលពន្លឺព្រះអាទិត្យចាប់ផ្ដើមអន់ថយទៅជំនួសដោយភាពស្រពិចស្រពិលនៃពេលប្រលប់ដ៏គួរឲ្យខ្លាចរាល់ជំហានដែលគេដើរទៅមុខហាក់ដូចជាកំពុងជ្រមុជខ្លួនចូលទៅក្នុងពិភពអបិយាមួយដែលគ្មានច្បាប់ធម្មជាតិនិងគ្មានពន្លឺនៃសេចក្តីសង្ឃឹមអ្វីទាំងអស់ខ្យល់ត្រជាក់បានបក់កាត់កាយយ៉ាងខ្លាំងនាំមកនូវក្លិនដីសើមលាយឡំនឹងក្លិនអាក្រក់នៃអ្វីមួយយ៉ាងដែលស្អុយរលួយយូរណាស់មកហើយនៅក្នុងទីក្រុងរហោឋាននេះវិជាដឹងយ៉ាងច្បាស់ថានេះគឺជាដែនដីអថាកំបាំងរបស់អមនុស្សដែលជាសត្វសាហាវក្នុងរូបរាងមនុស្សដែលបានឆក់យកសេចក្តីសុខសាន្តពីភូមិឋានរបស់គេនិងបានដាក់បណ្ដាសាដល់ប្រលឹងស្លូតត្រង់ជាច្រើនឲ្យវង្វេងវិញ្ញារកផ្លូវត្រឡប់មិនឃើញឡើយនៅតាមដងផ្លូវដ៏សែនឆ្ងាយដើមឈើធំដែលគ្មានស្លឹកសូម្បីតែមួយសន្លឹកមានសន្តានដូចជាដៃបិសាចដែលព្យាយាមលូកមកចាប់ទាញរូបគេឲ្យជប់ដំណើរឬបង្ខាំងគេទុកក្នុងអន្ទាក់នៃភាពងងឹតដ៏អកប
សំឡេងសត្វស្លាបដែលធ្លាប់តែឮបំពេក្នុងព្រៃកាលពីពេលថ្ងៃឥឡូវនេះត្រូវបានជំនួសដោយសំឡេងធ្ងន់ៗតិចៗដែលហោះហែតាមខ្យល់ដូចជាការដាស់តឿនឲ្យរូបគេត្រឡប់ក្រោយវិញជាបន្តប៉ុន្តែវាជាមិនអើពើនឹងសំឡេងព្រឺៗទាំងនោះឡើយគេនៅតែបន្តដំណើរទៅមុខយ៉ាងស្ងៀមស្ងាត់បំផុតដោយចិត្តអង្អាតក្នុងចិត្តគេតែងតែនឹកឃើញដល់ពាក្យបណ្ដាំចុងក្រោយរបស់អ្នកភូមិនិងរូបភាពនៃការឈឺចាប់ខ្លោចផ្សាដែលគេបានឃើញកាលពីពេលមុនស្រាប់តែនៅចំពោះមុខគេមានស្ទឹងតូចមួយហូរកាត់ផ្លូវទឹកស្ទឹងនោះមានពណ៌ខ្មៅរងឹតដូចទឹកខ្មៅហើយហូរយឺតហាក់ដូចជាមានវិញ្ញាណរាប់ពាន់វិលវល់នៅខាងក្នុងទឹកនោះវិជាឈប់បង្អង់បន្តិចរួចក្រឡេកមើលទៅក្នុងទឹកស្ទឹងគេស្រាប់តែឃើញស្រមោលមុខរបស់ខ្លួនឯងប្រែប្រួលយ៉ាងចម្លែកបំផុតវាមិនមែនជាមុខមាត់ធម្មតារបស់គេឡើយប៉ុន្តែវាជាមុខមាត់ដ៏អាក្រក់របស់អមនុស្សនោះដែលកំពុងសើចចំអកឲ្យរូបគេពីក្នុងជម្រៅទឹកដ៏ងងឹតឯងមិនអាចគេចផុតពីកម្មផលដែលឯងបានសាងឡើយវិជាផ្លូវនេះមានតែសេចក្តីស្លាប់ប៉ុណ្ណោះដែលរងចាំឯងសំឡេងមួយបន្លឺឡើងចេញពីផ្ទៃទឹកបង្កឲ្យមានភាពព្រឺសម្បុរដល់ឆ្អឹងខ្នងយ៉ាងខ្លាំងវិជាក្រវីក្បាលយ៉ាងខ្លាំងដើម្បីបណ្ដេញអារម្មណ៍ភ័យខ្លាចនិងភាពរវើរវាយដែលមុនអាគមខ្មៅព្យាយាមបោកបញ្ឆោតគេរួចក៏បោះជំហានឆ្លងកាត់ស្ទឹងខ្មៅនោះដោយមិនរារៈសូម្បីតែបន្តិចនៅពេលជើងរបស់គេបាក់ទឹកភាពត្រជាក់ដោយទឹកកកបានរត់ជ្រាបពេញរាងកាយធ្វើឲ្យសាច់ដុំរបស់គេឡើងរឹងស្ពឹកប៉ុន្តែបេះដូងរបស់គេនៅតែបន្តលោតញាប់ដោយក្តីសង្ឃឹមនិងការតាំងចិត្តដ៏មុតមមបំផុតឆ្លងផុតស្ទឹងមរណៈនេះគេបានមកដល់វាលស្មៅក្រៀមស្វិតដែលពោពេញដោយក្រុមឆាំងសិតព្រៃរាយប៉ាយពេញដីនៅចំកណ្ដាលវាលនោះមានប្រាសាទថ្មបាក់បែកមួយយ៉ាងធំដែលមើលទៅហាក់ដូចជាវាមាននៃសេចក្តីស្លាប់អបដែលធ្លាប់តែក្រាស់ខ្មឹកចាប់ផ្ដើមរលីបន្តិចម្ដងបង្ហាញឲ្យឃើញរូបរាងពិតនៃកន្លែងដែលគេកំពុងស្ថិតនៅវាមិនមែនជាព្រៃធម្មតាទេតែវាជាទីច្នៃនៃព្រលឹងដែលត្រូវគេក្បាត់និងត្រូវបានសម្លាប់ដោយគ្មានយុត្តិធម៌នៅមាត់ទ្វារប្រាសាទវិជាបានឃើញរូបចម្លែកថ្មពីរដែលមើលទៅដូចជាមនុស្សយំដោយក្តីទុក្ខរកជាពន់ពេកភ្នែករបស់រូបចម្លែកនោះហាក់ដូចជាកំពុងសម្លឹងមកគេដោយការអាណិតអាសរគេដឹងថានៅក្នុងនោះហើយគឺជាកន្លែងដែលអមនុស្សស្នាក់នៅនិងជាកន្លែងដែលអថាកំបាំងនៃជីវិតពិតរបស់គេនឹងត្រូវលាតត្រដាងឲ្យដឹងជាដាច់ខាតនៅយុគនេះវិជាលើកដៃស្ទាបផ្សាយមន្តអាគមដែលចង់ជួបនឹងកើបាននេះវាកំពុងតែបញ្ចេញពន្លឺពណ៌ខៀវស្រងាត់ភ្លីភ្លេកបញ្ជាថាគ្រោះថ្នាក់ដែលធំបំផុតដែលមិនធ្លាប់មានកំពុងតែរងចាំរូបគេនៅខាងក្នុងនោះយ៉ាងអន្ទះសាទោះជាត្រូវបូជាជីវិតក្នុងពេលនេះក៏ខ្ញុំត្រូវតែបញ្ចប់រឿងរ៉ាវដ៏អាក្រក់នេះឲ្យបានដើម្បីសេរីភាពនៃអ្នកគ្រប់គ្នាវិជាស៊ើបប្រាប់ខ្លួនឯងតិចៗដើម្បីលើកទឹកចិត្តគេចាប់ផ្ដើមដើរចូលទៅក្នុងប្រាសាទដ៏ងងឹតស្លុកនោះយឺតសំឡេងជើងរបស់គេដែលជន់លើកំពុងបែកបាក់នឹងធូលីដីបន្លឺឡើងខ្ទាស់ពេញបរិវេណដ៏ស្នុកស្ងាត់ជងងភ្លាមៗនោះភ្លើងគោងដែលភ្លុះតាមជញ្ជាំងថ្មរស្លាយក៏ឆេះឡើងដោយឯកឯងជាបន្តទាប់បង្ហាញឲ្យឃើញផ្លូវវែងអនឡាញដែលឆ្ពោះទៅកាន់បន្ទប់កើរឹងនៃឈើក្លិនអាក្រក់ដែលក្រអូបជូរប្លែកខុសធម្មតាបានភៀងមកបាច់ជាមួយធ្វើឲ្យវិជាមានអារម្មណ៍ថាវាលមុខនឹងស្រវាំងភ្លីបន្តិចប៉ុន្តែក្នុងពេលជាមួយនោះគេក៏បានឮសំឡេងសយដ៏ក្រលួចនិងទឹកចាក់ស្រេបដែលចេញមកពីទីងងឹតបំផាត់នៃប្រាសាទវាជាសំឡេងដែលគេមិនដែលភ្លេចសម័យទី1វាទីក្នុងជីវិតសំឡេងដែលបានសម្លាប់មនុស្សជាទីស្រឡាញ់របស់គេកាលពី10ឆ្នាំមុនយ៉ាងសាហាវព្រាបផ្សាយវិជាជុកងករស់សម្លឹងទៅកាន់សម្លៅខ្មែរដ៏ធំដែលកំពុងតែរងគេឃ្លងយ៉ាងយឺតៗនៅខាងចុងរបៀងការប្រជុំមួយគ្នាដែលគេបានរងចាំមកពេញមួយជីវិតដើម្បីលេងចំនួនបុណ្យឈាមចិត្តមកដល់ពិតមែនហើយវិជាឈរនៅនឹងថ្កល់ក្តាប់ដាវក្នុងដៃយ៉ាងណែនសម្លឹងមើលទៅស្រមោលខ្មៅដ៏ធំនោះដោយមិនដាក់ភ្នែកខណៈវាចាប់ផ្ដើមបង្រួមខ្លួនឲ្យមានរូបរាងច្បាស់លាស់ជាងមុននៅក្នុងភាពងងឹតនៃរបៀងប្រាសាទបុរាណខ្យល់ត្រជាក់ស្រែបដែលបក់មកប៉ះកាយមិនត្រឹមតែនាំមកនូវភាពរងានិងក្លិនឈាមស្រស់លាយឡំជាមួយក្លិនផ្កាម្លិះដ៏ឆួលប៉ុណ្ណោះទេប៉ុន្តែវាថែមតែនាំមកនូវអារម្មណ៍ព្រឺក្បាលដែលគេមិនធ្លាប់ជួបប្រទះពីមុនមកសំឡេងសើចដ៏ក្រលួចលុះនៅតែបន្តបន្លឺឡើងរំញ័រឆ្លងកាត់ជញ្ជាំងថ្មពុកធ្វើឲ្យដីក្រោមជើងរបស់គេហាក់ដូចជាកំពុងញ័ររញ្ជួយនៅក្នុងក្រសែភ្នែករបស់វិជាគ្មានឡើយភាពរារែកមានតែភ្លើងគំនុំដែលកំពុងឆេះសន្ធោរង់ចាំតែពេលផ្ទុះចេញមកក្រៅប៉ុណ្ណោះ10ឆ្នាំហើយសំឡេងក្រអួនក្រអៅដែលចេញពីមាត់អមនុស្សនោះបន្លឺឡើងយ៉ាងច្បាស់រូបរាងដែលលេចចេញពីស្រមោលគឺជារូបកាយខ្ពស់ស្រឡះដែលព័ទ្ធជុំវិញដោយផ្សែងខ្មៅអាប់អួរស្លៀកពាក់ឈុតបុរាណរហ័សរយៈផ្ទៃមុខរបស់វាពោពេញដោយស្នាមសន្លាក់ដែលមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ប៉ុន្តែអ្វីដែលគួរឲ្យតកស្លុតផន្ទាត់នោះគឺភ្នែករបស់វាដែលមានពណ៌ក្រហមឆ្អៅដូចជាភ្នក់ភ្លើងនរកវិជាសោចហួរចិត្តបោះជំហានទៅមុខយឺតដោយភាពជឿជាក់សម្រាប់ឯងជីវិតមនុស្សអាចជាគ្រឿងលេងប៉ុន្តែសម្រាប់យើងវាជាដង្ហើមដែលត្រូវតែការពារឈាមត្រូវសងដោយឈាមជីវិតត្រូវសងដោយជីវិតថ្ងៃនេះជាថ្ងៃចុងក្រោយដែលឯងអាចមានដង្ហើមសើចចំអុកឲ្យពិភពលោកនេះទៀតហើយគេលើកដាវមន្តអាគមដែលឆ្លាក់ដោយអក្សរមុនបុរាណឡើងខ្ពស់រស្មីពណ៌មាសស្រអាប់ចាប់ផ្ដើមភាចេញពីផ្លែដាវហាក់ដូចជាកំពុងឆ្លើយតបទៅនឹងកំហឹងដ៏ពុះកញ្ជ្រោលរបស់ម្ចាស់វាបិសាចអមនុស្សនោះមិនបានភញក់ភាពតកស្លុតឡើយផ្ទុយទៅវិញវារំកិលខ្លួនយ៉ាងលឿនដូចខ្យល់ព្យុះមកក្បែរវិជាក្រចុកដៃដែលវែងនិងស្រួចដូចកាំបិតរបស់វាបានឆ្កៀលមកចំដៅទ្រូងរបស់គេយ៉ាងសាហាវប៉ុន្តែវិជាអាចគិតធត់បានយ៉ាងរហ័សរួចវាយបុកវិនភ្លាមសំឡេងលោហាត់បាក់នឹងក្រចុកវិសាចបន្លឺឡើងឆាំងបង្កើតជាផ្កាភ្លើងខ្ទាតពេញអាកាសកម្លាំងបុកទង្គិចដ៏ខ្លាំងក្លាបានធ្វើឲ្យវិជាខ្ទាតថយក្រោយជារានជំហានប៉ុន្តែគេនៅតែរក្សាលំនឹងបានយ៉ាងមាំមួនកម្លាំងរបស់ឯងកើនឡើងជាងមុនច្រើនណាស់វិសាចនោះពលតែញញឹមពីសពពលដែលបង្ហាញឲ្យឃើញចង្កូមស្រួចរបស់វាប៉ុន្តែឯងនៅតែមិនទាន់យល់ពីអត្ថកម្បាំងដែលលាក់គប់ក្នុងប្រាសាទនេះដដែលឯងគិតថាឯងមកទីនេះដើម្បីសម្លាប់យើងទេ
ឯងមកទីនេះដើម្បីបូជាព្រលឹងរបស់ឯងទៅវិញទេភ្លាមនោះជញ្ជាំងជំវិញរបៀងចាប់ផ្ដើមប្រះស្រាំហើយរូបចម្លាក់អប្សរានៅលើជញ្ជាំងហាក់ដូចជាមានជីវិតឡើងវិញឬចាប់ផ្ដើមស្រែកយំជាភាសាបុរាណដែលស្ដាប់មិនយល់វិជាដឹងថាគេមិនអាចបង្អង់យូរបានឡើយព្រោះអំណាចងងឹតកំពុងតែលាបត្របាក់កម្លាំងធាតុរបស់គេបន្តិចម្ដងគេចាប់ផ្ដើមសួតមន្តការភីខ្លួនខំចាត់ខណៈដៃស្ដាំក្តាប់ដាវកាន់តែណែនក្លិនផ្កាម្លិះកាន់តែខ្លាំងឡើងរហូតដល់ថ្នាក់ធ្វើឲ្យគេមានអារម្មណ៍ថាពិភពលោកកំពុងតែវាយជុំវិញខ្លួនគេត្រូវតែបញ្ចប់ការប្រយុទ្ធនេះឲ្យបានឆាប់មុនពេលដែលស្មារតីរបស់គេត្រូវបានគ្រប់គ្រងដោយមន្តអាគមវីរវល់របស់កិសត្រមរណៈនេះឯងយីច្រើនពេកហើយអមនុស្សវិជាស្រែកខ្លាំងរត់លោតទៅលើអាកាសតម្រឹងចុងដាវទៅរកបេះដូងរបស់បិសាចនោះនេះជាការវាយប្រហារដ៏សំខាន់បំផុតក្នុងជីវិតរបស់គេបិសាចនោះបើកភ្នែកធំហាក់ដូចជាមនុស្សស្មានថាវិជាហ៊ានប្រែកម្លាំងចុងក្រោយដើម្បីប្រទះជីវិតបែបនេះឡើយបន្លឺពណ៌មាសពីដាវបានចាំងបាញ់ចាញ់យ៉ាងសន្ធោសន្ធៅបំភ្លីបាញ់របៀងដែលងងឹតសួនសុងប៉ុន្តែនៅពេលដែលដាវជិតដល់គោលដៅស្រាប់តែមានរណាំងផ្សែងខ្មៅក្រាស់ខ្មឹកមួយបានលេចឡើងមកទប់ជាប់វិជាមានអារម្មណ៍ថាដៃរបស់គេស្ពឹកសពុនហើយកម្លាំងរបស់គេហាក់ដូចជាបានបឺតចំជុកចេញពីស្រួនយ៉ាងលឿនដោយទឹកហូរលាក់បិនពិតប្រាកដទើបតែចាប់ផ្ដើមទេវិជាសម្លេងបិសាចនោះបន្លឺឡើងក្បែរត្រជាក់របស់គេយ៉ាងត្រជាក់ខណៈពេលដែលរាងកាយរបស់វាប្រែជាស្រមោលរាប់ពាន់ព័ទ្ធជុំវិញខ្លួនគេពីគ្រប់ទិសទីវិជាធ្លាក់មកលើផ្ទៃដីមានតាំងដង្ហក់ញើសហូរស្រោចខ្លួនដូចងត់ទឹកគេដឹងច្បាស់ថាការសង្សឹកដែលគេបង10ឆ្នាំមកនេះមិនមែនជារឿងងាយស្រួលដូចដែលគេធ្លាប់គិតនោះឡើយព្រោះអ្វីដែលគេកំពុងប្រឈមមុខមិនមែនត្រឹមតែជាខួតការធម្មតាណាស់នោះទេប៉ុន្តែវាជាអំណាចងងឹតដែលស្ថិតនៅពីលើការយល់ដឹងរបស់មនុស្សលោកគ្រប់រូបគេត្រូវស្វែងរកជំនួយខ្សោយរបស់វាឲ្យឃើញឲ្យកាន់តែបានមុនពេលដែលពន្លឺថ្ងៃនឹងមិនរះសម្រាប់គេជាថ្មីម្ដងទៀតក្នុងលោកនេះវិជាព្យាយាមក្រោកឈរឡើងវិញទាំងត្រដរខ្យល់ត្រជាក់ស្រែបនៅតែបន្តវាយលុកស្បែករបស់គេមិនឈប់ខណៈដែលសម្រែកសើចចំអករបស់ពិសាចស្រមោលនោះនៅតែលន់លឺរំពងពេញព្រៃជ្រៅមិនព្រមឈប់ឈរឡើយគេដកដង្ហើមធំវែងដើម្បីសម្រួលអារម្មណ៍ដែលកំពុងច្របូកច្របល់បាត់បង់ការគ្រប់គ្រងរួចលូកដៃទៅក្នុងហប់អោដែលរហែកដាច់ដោយសឹងតែមើលមិនយល់ពីរូបរាងដើម្បីស្វែងរកវត្ថុមួយយ៉ាងដែលលោកតារបស់គេធ្លាប់ប្រគល់ឲ្យជាដង្ហើមចុងក្រោយមុនពេលគាត់លាចាកលោកវាគឺជាខ្សែដៃស្ពាន់ចាស់មួយដែលឆ្លាក់រូបអក្សរខ្មែរបុរាណដែលមើលទៅហាក់ដូចជាមានជីវិតវិញ្ញាណនៅពេលដែលមានគ្រោះថ្នាក់ជិតមកដល់នៅពេលដែលវិជាក្តាប់ខ្សែដៃនោះជាប់ក្នុងបាតដៃដែលញ័រទ្រឹតដោយភាពរងានិងភាពភ័យខ្លាចពន្លឺពណ៌មាសស្រទន់មួយបានចែកចេញមកយ៉ាងស្ងប់ស្ងាត់បំផុតធ្វើឲ្យស្រមោលខ្មៅរាប់ពាន់ដែលកំពុងឡើងពាត់គេនោះថយក្រោយបន្តិចដោយក្តីរារែកដូចជាពុកពោះខ្លាចរអក្នុងការប៉ះពាល់នឹងពន្លឺដ៏វិសុទ្ធដែលចេញពីសេចក្តីជំនឿដ៏មុតមមនេះឯងមិនអាចលាក់ខ្លួនក្នុងងងឹតរហូតបានទេចេញមកប្រជុំមុខនឹងយានភ្លាមវិជាស្រែកឡើងទាំងកំហឹងដែលពួកកញ្ជ្រួលក្នុងទ្រូងដូចជាបន្ទុះភ្នំភ្លើងប៉ុន្តែគេដឹងច្បាស់ក្នុងចិត្តថាកំហឹងនេះហើយដែលជាអាហារដ៏ឆ្ងាញ់ពិសានិងជាប្រភពថាមពលសម្រាប់ពួកមនុស្សទាំងនោះគេបង្ខំចិត្តដើរចេញពីទីតាំងគ្រោះថ្នាក់នោះទាំងត្រដាបត្រដួកសម្ដៅទៅកាន់ប្រាសាទបុរាណមួយដែលស្ថិតនៅមិនឆ្ងាយប៉ុន្តែផ្លូវដើរហាក់ដូចជាវែងឆ្ងាយរកទីបញ្ចប់គ្មាននៅក្នុងយប់ដ៏សែនយូរអង្វែងនេះគ្រប់ជំហានដែលគេឈានទៅមុខដើមឈើធំជុំវិញខ្លួនហាក់ដូចជាមានជីវិតបិសាចស្រេកឃ្លានឈាមពួកវាពុតពេនមេឃធៀងមករារាំងផ្លូវរបស់គេគ្រប់ជ្រុកលហករួមជាមួយសំឡេងខ្សឹកសៀវដែលព្យាយាមអូសទាញវិញ្ញាណរបស់គេឲ្យធ្លាក់ទៅក្នុងអវិជ្ជានៃភាពអសង្ឃឹមនិងការសង្ស័យលើសមត្ថភាពរបស់ខ្លួនឯងនៅពេលដែលវិជាឈានចូលដល់ក្នុងបរិវេណប្រាសាទដែលបាក់បែកដែលគ្រប់ដណ្ដប់ដោយស្លែពណ៌បៃតងចាស់និងក្លិនអតីតកាលនៃអតីតកាលគេបានឃើញផ្ទាំងសិលាចារឹកមួយដែលបង្កាប់នៅក្រោមវលាឈើដុះរំជាទ្រព្យសតវត្សគេប្រាស់កំពិតមុតស្រួចកັບឆ្កាវលាទាំងនោះចិត្តដោយក្តីសង្ឃឹមចុងក្រោយដែលមានក្នុងខ្លួនរហូតដល់ឃើញរូបចម្លាក់ដែលបង្ហាញពីការប្រយុទ្ធគ្នារវាងមនុស្សនិងអមនុស្សកាលពី1000ឆ្នាំមុនអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលរហូតដល់គៀងបេះដូងនិងវិញ្ញាណនោះគឺរូបចម្លាក់របស់អមនុស្សនោះមានសន្តានមិនខុសពីស្រមោលដែលកំពុងតាមលងបន្លាចគេឡើយប៉ុន្តែនៅចំកណ្ដាលទ្រូងរបស់វាមានចំណុចតូចមួយដែលត្រូវបានគេចាត់ទុកថាជាបេះដូងពន្លឺនៃសច្ចធម៌វាមិនមែនជាបេះដូងសត្វឈាមដែលអាចកាប់ចាក់ឲ្យស្លាប់ដោយផ្លាអាវុធឡើយប៉ុន្តែវាជាការលះបង់នៃសេចក្តីសោកខឹមដែលគេបានសន្សំទុកខឹងចិត្តជាច្រើនឆ្នាំមកនេះដើម្បីសម្លាប់វាស្រាប់តែខ្យល់ភៀវខ្មៅមួយបានបោកមកយ៉ាងសាហាវខួខៅធ្វើឲ្យវិជាដួលផ្ងាក្រោយបោកនឹងសសរធរប្រាសាទយ៉ាងដំណុំរូបរាងរបស់អមនុស្សនោះចាប់ផ្ដើមលេចចេញមកយ៉ាងច្បាស់និងរឹងមាំនៅចំពោះមុខគេនៅក្នុងភាពងងឹតស្លុបវាមិនមែនជាសត្វចម្លែកតែមានភ្នែកក្រហមគួរឲ្យខ្លាចដូចដែលគេធ្លាប់ស្រមៃតាំងពីក្មេងនោះឡើយប៉ុន្តែវាមានមុខមាត់និងរូបរាងដូចជាវិជាបេះបិទគ្រប់ជ្រុងជ្រោយអត់ថ្នាក់សូម្បីតែស្លាកស្នាមតូចមួយលើកមុខក៏ដូចគ្នាគ្មានខុសឡើយវាជាស្រមោលនៃកំហឹងនិងការសង្សឹកដែលគេបានចិញ្ចឹមវិបាកក្នុងចិត្តអស់រយៈពេលរាប់ឆ្នាំពេញដោយការឈឺចាប់ដែលមិនអាចបំភ្លេចបានឯងចង់សម្លាប់យើងមែនទេវិជាសម្លេងរបស់វាលន់លឺចេញពីមាត់របស់វាប៉ុន្តែវាក៏ហាក់ដូចជាសម្លេងដែលចេញពីជ្រៅផងបេះដូងរបស់វិជាបន្តតែម្ដងបើគ្មានយើងឯងក៏គ្មានគោលបំណងក្នុងជីវិតឡើយការសង្ស័ករបស់ឯងគឺជាដង្ហើមជីវិតរបស់យើងហើយរាល់ពេលដែលឯងគិតពីការសម្លាប់កម្លាំងរបស់យើងកាន់តែខ្លាំងឡើងជាលំដាប់
វិជាញได้ត្រិតខណៈដែលគេព្យាយាមលើកកំពិតឡើងប្រកបដោយភាពតានតឹងបំផុតของជីវិតឥឡូវនេះគេយល់ច្បាស់ហើយថាហេតុអ្វីបានជាគ្មានអាវុធណាអាចសម្លាប់វាបានកន្លងមកព្រោះរាល់ពាក្យដែលគេលើកដៅឡើងដោយកំហឹងនិងចេតនាសម្លាប់ដ៏សាហាវវាកាន់តែរឹងមាំនិងមានអំណាចលើដៅរាប់រយដងគេត្រូវតែស្វែងរកវិធីកាត់ផ្តាច់ចំណងមរណៈនេះឲ្យបានមុនពេលដែលបិសាចของខ្លួនគេលាបត្របាក់វិញ្ញាណរបស់គេទាំងស្រុងទៅក្នុងភាពងងឹតអស្ចារ្យនេះចិត្តពេលវេលាកាន់តែខ្លីទៅខណៈដែលផ្ទៃមេឃចាប់ផ្ដើមប្រែជាពណ៌ស្វាយចាស់លេឡំដោយពពុះខ្មៅងងឹតដែលជាសញ្ញានៃកាយបញ្ចាប់ចិត្តមុខដល់ហើយវិជាបិទភ្នែករួចតាំងសមាធិយ៉ាងស្ងប់ស្ងាត់បំផុតដើម្បីបញ្ចេញនូវរាល់ភាពឈឺចាប់និងការចងគំនុំដែលគេធ្លាប់មានចំពោះឃាតករដែលសម្លាប់គ្រួសារគេកាលពី10ឆ្នាំមុនគេដឹងថានៅក្នុងវិនាទីដ៏សំខាន់នេះការប្រយុទ្ធចុងក្រោយមិនមែនជាការប្រើកម្លាំងបាយឬអាវុធមុតស្រួចឡើយប៉ុន្តែគឺជាការដណ្ដើមយកព្រលឹងដ៏បរិសុទ្ធរបស់ខ្លួនឯងត្រឡប់មកវិញពីកណ្ដាប់ដៃនៃសេចក្តីងងឹតដែលគេបានបង្កាប់ដោយសេចក្តីសោកខើមនេះឯងប្រសិនបើគេបរាជ័យក្នុងការគ្រប់គ្រងចិត្តខ្លួនឯងនៅពេលនេះនោះលោកនេះនឹងលែងមានមនុស្សដែលឈ្មោះថាវិជាទៀតហើយប៉ុន្តែនឹងមានតែវិសាចអមនុស្សដែលគ្មានវិញ្ញាណម្នាក់ប៉ុណ្ណោះដែលដើរលើផែនដីនេះគេចាប់ផ្ដើមនឹកឃើញដល់ស្នាមញញឹមដ៏កក់ក្ដៅរបស់ម្ដាយនិងទំពួនដើរដូចទន់ភ្លើងរបស់ឪពុកដែលគប់បាត់ក្នុងស្រទាប់នៃសេចក្តីគំនុំជាយូរមកហើយរាល់ការចងចាំដ៏ស្រស់បំព្រងទាំងនោះបានคล้ายជាពន្លឺតិចៗដែលជួយរុញច្រានភាពខ្មៅងងឹតចេញពីក្នុងបេះដូងរបស់គេបន្តិចម្ដងខណៈដែលអមនុស្សនោះចាប់ផ្ដើមស្រែកយំដោយការឈឺចាប់យ៉ាងខ្លាំងវិញម្ដងការស្រែកយំដល់ការឈឺចាប់យ៉ាងខ្លាំងរអស់អមនុស្សនោះបានជះឥទ្ធិពលដល់បរិយាកាសជុំវិញខ្លួនវិជាយ៉ាងខ្លាំងរហូតធ្វើឲ្យផែនដីហាក់ដូចជាកំពុងញ័ររញ្ជួយនៅក្រោមប្រកាប់ជើងរបស់គេសំឡេងនេះមិនមែនជាការស្រែកដើម្បីគំរាមកំហែងដូចមុនទៀតឡើយប៉ុន្តែវាជាសំឡេងនៃព្រលឹងដែលកំពុងរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរក្នុងសមុទ្រនៃកំហឹងដែលគេបានសន្សំទុកជាច្រើនឆ្នាំមកហើយរាល់ដំណក់ទឹកភ្នែកដែលហូរចេញពីភ្នែកដ៏ក្រហមឆ្អៅរបស់គេបានចាប់ផ្ដើមលាងជម្រះនូវភាពខកខ្វក់នៃមន្តអាគមខ្មៅងងឹតដែលធ្លាប់តែចងវិញ្ញាណរបស់គេឲ្យជាប់នឹងគំនុំសងសឹកដ៏សែនជ្រៅបំផុតវិជាបានដកដង្ហើមវែងព្យាយាមប្រមូលរាល់កម្លាំងចិត្តដែលនៅសេសសល់ដើម្បីតស៊ូនឹងការអូសទាញចុងក្រោយនៃឥទ្ធិពលអមនុស្សដែលព្យាយាមលេបត្របាក់មនសិការរបស់គេរូបភាពនៃស្នាមញញឹមដកកក់ក្ដៅរបស់ម្ដាយដែលធ្លាប់អង្អែលក្បាលគេកាលពីក្មេងបានលេចឡើងកាន់តែច្បាស់នៅក្នុងចិត្តហាក់ដូចជាលោកស្រីកំពុងតែមកឈរនៅចំពោះមុខហើយប្រាប់គេដោយសំឡេងដ៏ទន់ភ្លន់បំផុតថាកូនមាឪពុកកុំឲ្យកំហឹងត្រួតត្រាលើជីវិតកូនអីចូលរស់នៅដោយមានសេចក្តីស្រឡាញ់ចុះពាក្យពេចន៍ដ៏មានន័យទាំងនេះបានคล้ายជាអាវុធដ៏មានអានុភាពបំផុតដែលគ្មានដាវឬលំពេងមុតស្រួយណាអាចប្រៀបផ្ទឹមបានឡើយវាកំពុងជួយរុញច្រានភាពខ្មៅងងឹតចេញពីបេះដូងរបស់គេបន្តិចម្ដងយ៉ាងមានប្រសិទ្ធភាពភាពខ្មៅងងឹតដែលធ្លាប់តែគ្របដណ្ដប់លើរាងកាយរបស់គេបានចាប់ផ្ដើមរលាយបាត់ទៅក្នុងអាកាយបន្តិចម្ដងដោយជាផ្សែងខ្មៅដែលត្រូវខ្យល់ព្យុះបោកផុតឲ្យសាបសូន្យបាត់ពីភ្នែកស្បែកដែលធ្លាប់តែរដុបគ្រឿមនិងមានពណ៌ប្រផេះស្លេកស្លាំងគួរឲ្យខ្លាចក៏ត្រឡប់មកមានពណ៌សម្បូរជាមនុស្សធម្មតាវិញចំណែកឯក្រចកដៃដែលវែងស្រួយដោយកំរំពាត់នោះក៏បានរុញបាត់ទៅវិញដោយបន្សល់ទុកត្រឹមតែម្រាមដៃដែលធ្លាប់តែកាន់ប៊ិចនិងសៀវភៅដែលគេស្រឡាញ់កាលពីមុនវិជាបានដួលសន្លប់ទៅលើដីទាំងដង្ហើមដង្ហោះខ្លាំងភ្នែករបស់គេសម្លឹងទៅកាន់មេឃនាពេលរាត្រីដែលចាប់ផ្ដើមមានពន្លឺព្រលឹងស្រាងៗមកជំនួសវិញសំឡេងអមនុស្សដែលធ្លាប់តែលាន់ឮកងរំពងក្នុងត្រចៀកគេជារៀងរាល់ថ្ងៃក៏បានរលត់បាត់ទៅដោយស្ងាត់ជ្រុងបំផុតជំនួសមកវិញនៅសំឡេងបាក់សាបាក់សៃដែលកំពុងស្រែកច្រៀងទទួលថ្ងៃថ្មីដ៏ត្រចះត្រចង់នេះគឺជាជ័យជំនះដ៏ធំបំផុតនៅក្នុងជីវិតរបស់គេវាមិនមែនជាជ័យជំនះលើសត្រូវខាងក្រៅឡើយប៉ុន្តែវាជាជ័យជំនះដ៏អស្ចារ្យបំផុតលើវិស័យកំណាចដែលលាក់ខ្លួននៅក្នុងជម្រៅចិត្តរបស់ខ្លួនឯងទោះជាយ៉ាងណាការផ្លាស់ប្ដូរដ៏គួរឲ្យតក់ស្លុតនេះបានបន្សល់ទុកនូវស្លាកស្នាមដែលមិនអាចបំភ្លេចបានក្នុងជីវិតជាច្រើនវិជាបានព្យាយាមក្រោកឈរឡើងវិញដោយភាពលំបាកវេទនាបំផុតខ្លួនប្រាណរបស់គេនៅតែមានអារម្មណ៍ថាទន់ខ្សោយនិងឈឺចាប់នៅឡើយប៉ុន្តែវិញ្ញាណរបស់គេនៅពេលនេះគឺបានស្រាលស្រឡះដូចជាសត្វស្លាបដែលទើបតែត្រូវដោះលែងឲ្យមានសេរីភាពចេញពីទ្រុងដែកដ៏ខ្មៅងងឹតនៃអតីតកាលគេបានដឹងយ៉ាងច្បាស់ក្នុងចិត្តថាជីវិតដែលនៅសេសសល់ពីពេលនេះទៅនឹងមិនមានភាពដូចមុនទៀតឡើយគេលែងជាបុរសដែលរស់នៅដើម្បីតែការសងសឹកនិងការបំផិចបំផ្លាញទៀតឡើយប៉ុន្តែគេគឺជាមនុស្សម្នាក់ដែលយល់ច្បាស់ពីតម្លៃនៃភាពជាមនុស្សនិងអំណាចនៃការអត់ឱនឲ្យគ្នាទៅវិញមកក្នុងសង្គមវិជាបានសម្លឹងមើលទៅកាន់ភ្នួររបស់ឪពុកម្ដាយគេដែលស្ថិតនៅក្រោមដើមឈើធំមិនឆ្ងាយប៉ុន្មានរួចក៏លុតជង្គង់ចុះសំពះទៅកាន់វិញ្ញាណក្ខន្ធអ្នកមានគុណទាំងពីរដោយក្តីគោរពនិងក្តីស្រឡាញ់បំផុតដែលចេញពីបេះដូងកូនត្រឡប់មកជាមនុស្សវិញហើយគេខ្សឹបប្រាប់ខ្យល់អាកាសគងជាតិយ៉ាងស្ងប់ជ្រំបំផុតខណៈដែលទឹកភ្នែកត្រេកអរបានហូរចុះមកលើថ្ពុររបស់គេនៅពេលដែលកាំរស្មីព្រះអាទិត្យដំបូងបានចាំងមកលើផ្ទៃផែនដីវិជាបានចាប់ផ្ដើមដើរចេញពីទីសក្ការៈវិសាយដ៏ស្ងាត់ជ្រុងមុខនោះដោយជំហានដ៏មាំមួននិងមានទំនុកចិត្តលើខ្លួនឯងវិញរាល់សកម្មភាពដែលគេបានធ្វើកន្លងមកមិនថាល្អឬអាក្រក់វានឹងក្លាយជាមេរៀនដ៏មានតម្លៃបំផុតសម្រាប់ជីវិតរបស់គេនៅថ្ងៃអនាគតជានិច្ចពាក្យថាអមនុស្សលែងមានឥទ្ធិពលអាក្រក់លើរូបគេទៀតឡើយព្រោះគេបានយល់ដឹងច្បាស់ថាមនុស្សគ្រប់រូបសុទ្ធតែមានវិស័យលាក់ខ្លួននៅក្នុងចិត្តរៀងៗខ្លួន
ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថាតើយើងជ្រើសរើសចិញ្ចឹមវិស័យនោះឲ្យធំធាត់ឬក៏ជ្រើសរើសប្រើប្រាស់ពន្លឺនៃសេចក្តីល្អដើម្បីគ្រប់គ្រងវាឲ្យស្ថិតក្រោមការត្រួតត្រារបស់យើងខណៈដែលរូបរាងរបស់គេដើរកាន់តែឆ្ងាយទៅចូលទៅក្នុងពន្លឺថ្ងៃដ៏ត្រចះត្រចង់ពិភពលោកនៅជុំវិញខ្លួនហាក់ដូចជាមានភាពស្ងប់ស្ងាត់និងស្រស់បំព្រងជាងពេលណាទាំងអស់ដែលគេធ្លាប់បានឃើញពីមុនមកក្នុងជីវិតរឿងរ៉ាវនៃបុរសដែលស្ទើរតែត្រឡប់ទៅជាវិស័យអមនុស្សបានចាំដប់នៅត្រឹមនេះប៉ុន្តែជីវិតថ្មីរបស់មនុស្សម្នាក់ដែលឈ្មោះថាវិជាគឺទើបតែចាប់ផ្ដើមតែប៉ុណ្ណោះគេដើរសម្ដៅទៅរកភូមិដែលនៅឆ្ងាយដែលកន្ទុយភ្នែកដោយមានបេះដូងដែលពោរពេញដោយសន្តិភាពនិងក្តីសង្ឃឹមដ៏ភ្លឺស្វាងបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងជីវិតដ៏ខ្មៅងងឹតនិងឈឺចាប់របស់គេកន្លងមកឡើយ